រោងចក្រនៅក្នុងខេត្តហ៊ីណានសាធារណរដ្ឋប្រជាមានិតចិនក្រុងនឹងបើករោងចក្រនៅក្នុងខេត្តបៃលិននាពេលឆាប់ៗខាងមុខនេះកាលពីថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានដឹកនាំគណៈប្រតិភូសរុបចំនួន14នាក់រួមទាំងតំណាងក្រសួងបរិស្ថានតំណាងក្រសួងក្រមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC តំណាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តបៃលិនអញ្ជើញចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅរោងចក្រឧស្សាហកម្មទំនើបនិងបច្ចេកវិទ្យាថ្មីដើម្បីការពារបំពុលបរិស្ថានក្នុងក្រុងឡូឌីខេត្តហ៊ីណានប្រទេសចិនគោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងទំនាក់ទំនងនិងស្វែងរកឱកាសសហការជាមួយវិនិយោគិននិងសហគ្រាសឧស្សាហកម្មចិនដើម្បីស្វែងយល់ពីបច្ចេកវិទ្យានិងប្រព័ន្ធគ្រប់គ្រងទំនើបនៅក្នុងវិស័យឧស្សាហកម្មលើសពីនេះទៅទៀតការទស្សនកិច្ចនេះគឺមានបំណងទាក់ទាញវិនិយោគថ្មីៗទៅកាន់ប្រទេសកម្ពុជាជាពិសេសគឺនៅក្នុងខេត្តបៃលិនដើម្បីបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យរីកចម្រើនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះមានស្ថាប័ននិងសហគ្រាសឧស្សាហកម្មមួយនៅខេត្តហ៊ីណានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើឱកាសវិនិយោគនៅប្រទេសកម្ពុជានិងក្រុងបើករោងចក្រនៅក្នុងខេត្តបៃលិនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែលជាសញ្ញាដ៏ល្អនៃភាពជោគជ័យនិងជាការខិតខំប្រឹងប្រែងរបស់លោកជំទាវអភិបាលខេត្តក្នុងការទាក់ទាញវិនិយោគនិងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានជាចុងបញ្ចប់គណៈប្រតិភូបានថ្លែងអំណរគុណដល់ភាគីចិននិងសហគ្រាសដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនិងផ្ដល់ការសហការយ៉ាងរួសរាយរាក់ទាក់និងការចែករំលែកបទពិសោធន៍ដ៏មានតម្លៃនេះ